អ្នកការពីស្រីបានចាប់អារម្មណ៍ឃើញមេដោះក្នុងផ្ទះកំពុងធ្វើបាបកូនប្រុសថៅកែនាងក៏យកកគប់ទៅនាងភ្លាមរួចលោតផ្លោះទៅលើតុហើយប្រើជើងទាត់ឲ្យមេដោះដ៏កំណាចនោះដួលតែពេលនាងហៀបនឹងសួរថាតើកូនប្រុសតូចរបួសឬអត់នាងឃើញក្មេងនោះភ័យរហូតដល់នំដាក់ខទៅហើយនាងក៏ដឹងភ្លាមថាក្មេងនេះច្បាស់ជាត្រូវមេដោះធ្វើបាបយូរហើយទើបភ័យខ្លាចដល់ថ្នាក់នេះចំណែកមេដោះដែលមិនដឹងពីភាពធ្ងន់ធ្ងរនាងនៅតែបន្តគំរាមអ្នកការពីស្រីនាងមកវត្តថ្មីមុខស្អុយហ៊ានមកបង្កើងដាក់ខ្ញុំផងអ្នកជឿខ្ញុំទេខ្ញុំដឹងថាអ្នកអាចបណ្ដេញខ្ញុំបានអាហេបាទខ្ញុំងើបហើយកុំកំរើកយកទៅហោសម្រាប់មនុស្សហើយអ្នកគ្រាន់តែធ្វើពុតជាល្អទេខ្ញុំជាមនុស្សកំណាចពិតមែនបើខ្ញុំឃើញអ្នកព្យាយាមធ្វើបាបស៊ីវយីកំដងទៀតខ្ញុំនឹងមិនឲ្យអ្នករស់នៅពិភពលោកនេះបានឡើយតែអង្គរៈស្រីមិនទុកមុខឲ្យគេទេនាងបញ្ជាឲ្យអ្នកបម្រើហូបហាំប៊ឺហ្គឺរាប់សិបនោះឲ្យអស់ខ្លាចត្រូវគេវាយអ្នកបម្រើក៏សុកចិត្តចុះចាញ់មិននឹកស្មានដល់ស្រាប់តែពេលនោះប្រធាននាយសូចលាចរក៏ដើរមកឃើញហេតុការណ៍នេះខ្ញុំស្មានតែអង្គរៈស្រីកំពុងធ្វើបាបមេដោះទៅទៀតលោកឈិនអនុញ្ញាតឲ្យអ្នកចេញទៅហើយបើមិនស៊ីអស់នេះទេថ្ងៃនេះអ្នកមិនអាចទៅណាបានទេនាងស្រីថោកទាបខ្ញុំមិនជឿថាអ្នកហ៊ានធ្វើអ្វីផ្ដេសផ្ដាសនៅមុខលោកឈិនទេលោកឈិនជួយផងនាងថោកទាបនេះចង់សម្លាប់ខ្ញុំហើយអ្នកបង្កបញ្ហាអីទៀតហើយអ្នកស្ដាប់សម្ដីខ្ញុំមិនបានទេខ្ញុំបានប្រាប់ហើយថាបើមិនស៊ីអស់នេះទោះជាអ្នកណាធំជាងគេមកក៏ដោយក៏អ្នកមិនអាចទៅដែរវាអ្នកឲ្យស្លាប់ខ្ញុំថាហើយទោះអ្នកណាមកក៏ដោយក៏គេមិនអាចទៅបានដែរស៊ីវាទៅអ្នកមានរឿងក្តៅក្រហាយអីបើមានរឿងសងសឹកអីប្រាប់ខ្ញុំមកហេតុអ្វីត្រូវនិយាយគំរោះគំរើយបែបនេះម៉ែចាងខំប្រឹងចិញ្ចឹមក្មេងខ្លាំងណាស់ខិតខំធ្វើការដោយស្មោះត្រង់មិនត្អូញត្អែខ្ញុំត្រូវតែទៅហើយខ្ញុំជឿមិនបាច់ពឹងអ្នករកយុទ្ធធរទេខ្ញុំធ្វើខ្លួនឯងប្រសើរជាងឲ្យខ្ញុំញ៉ាំទៅបើញ៉ាំមិនកើតខ្ញុំមិនថាអ្នកខំធ្វើទេបើខ្ញុំញ៉ាំទៀតខ្ញុំនឹងស្លាប់បាត់ហើយលោកចេនខ្ញុំខុសហើយធម្មតាអ្នកមិនពេលនៅផ្ទះខ្ញុំញ៉ាំសំណល់ជាមួយកូនប្រុសតូចអ្នកនិយាយអ្វីខ្ញុំបានរំខានក្មេងប្រុសតូចរាល់ថ្ងៃថ្លៃរើសលាមក100,000 យន់ពី3ថ្ងៃមុនអ្នកបន្ទប់ខ្ញុំថាមិនបានធ្វើ burger ចំណាយពេលពេញមួយថ្ងៃបង្ខំឲ្យកូនប្រុសញ៉ាំ burger អស់ទាំងនេះតែអ្នកជាអ្នកខាត់ខ្ញុំរហូតមកដល់ពេលនេះទើបលោកប្រធានដឹងថាខ្លួនយកច្រឡំលើមិត្តស្រីតែអ្វីដែលនាងនឹកស្មានមិនដល់នោះគឺនារីអង្គរៈនោះជាម្ដាយបង្កើតរបស់ក្មេងគឺ6 ឆ្នាំមុនពេលកំពុងបំពេញបេសកកម្មពិសេសជាមួយអង្គរៈពួកគេបានធ្លាក់ក្នុងអន្ទាក់ស្ទើរដល់នាងត្រូវការបរិសម្នាក់ជាបន្ទាន់ដើម្បីជួយនាងប៉ុន្តែលោកប្រធានក៏បានបុកនាងដោយអចេតនាយ៉ាងណាប្រធានក្រុមហ៊ុនបានបុកនាងដោយអចេតនាប្រធានក្រុមហ៊ុនគាត់ក៏បានក្លាយជាអ្នកសង្គ្រោះជីវិតរបស់នាងតែនៅខាងក្រៅស្រាប់តែមានការផ្ទុះដ៏ធំមួយនាងចង់តបស្នងគុណសង្គ្រោះជីវិតនោះក៏បានយកខ្លួននាងបាំងការពារប្រធានយ៉ាងណែនប្រធានក៏បានរួចផុតពីគ្រោះថ្នាក់តែនាងបែរជាសន្លប់បាត់ស្មារតីទៅវិញទោះជាយ៉ាងណាក្រោយសន្លប់អស់10 ខែនាងក៏បានប្រសូតបុត្ររបស់ប្រធាន6 ឆ្នាំបានកន្លងផុតទៅយ៉ាងលឿនកូនដែលនាងកើតមកនោះត្រូវបានប្រធានយកចិត្តទុកដាក់ចិញ្ចឹមបីបាច់ធ្វើដើម្បីរឿងកាលពីពេលនោះប្រធានមិនពេញចិត្តឡើយតែអស់រយៈពេល6 ឆ្នាំនេះគាត់លែងស្អប់នាងទៀតហើយត្រូវតែជួយសង្គ្រោះនាងឲ្យបានទូក្នុងតម្លៃណាក៏ដោយមិនដឹងថាក្នុងពេលនាងសន្លប់នោះទេត្រូវបរោះក្បាលខូចតាមគុំគួនពេលបរោះនោះហៀបនឹងសម្រេចបំណងស្រីដែលសន្លប់6 ឆ្នាំក៏ស្រាប់តែបើកភ្នែកបានយ៉ាងអស្ចារ្យនាងក៏ទាត់បរោះនោះខ្ទាតចេញភ្លាមបន្ទាប់មកសួររឿងរ៉ាវ6 ឆ្នាំកន្លងមកអ្នកមានអ្នកឧបត្ថម្ភម្នាក់ចេញថ្លៃពេទ្យឲ្យអ្នកតើអ្នកដឹងអ្វីទៀតអ្នកក៏មានកូនប្រុសម្នាក់អាយុប្រហែល5 ឆ្នាំហើយពេលដឹងថាខ្លួនមានកូនប្រុសនាងក៏ងើបរកកូនភ្លាមតែមិនដឹងថាកូនប្រុសនាងគ្មានម្ដាយកំពុងត្រូវមិត្តភ័ក្តិនៅសាលាមត្តេយ្យឲ្យធ្វើបាបពេលក្មេងប្រុសយំទាំងអស់សង្ឃឹមមានស្រមោលម្នាក់ចុះមកដល់ក្បែរវានាងមិននិយាយអ្វីទេចាប់ក្មេងរពឹសនោះមកស្ដីបន្ទោសភ្លាមធ្វើឲ្យក្មេងទាំងនោះភ័យខ្លាចពួកវាក៏រត់ចេញទៅដោយអាម៉ាស់ក្មេងប្រុសតូចនោះចាត់ទុកនាងជាវីនារីរបស់ខ្លួនអោបនាងហើយសុំឲ្យនាងធ្វើជាម៉ាក់ខ្ញុំឈ្មោះតាស៊ីខ្ញុំមិនមែនម៉ាក់របស់អ្នកទេម៉ាក់សុំពិចារណាផងប៉ាខ្ញុំជាសានចាអ្នកធំទី2នៃក្រុមហ៊ុនហាងពូអ្នកមានរូបសម្បត្តិស្រស់ស្អាតថ្លៃថ្នូរនិងទន់ភ្លន់រៀបការជាមួយប៉ាខ្ញុំហើយមានកូនឆ្លាតគួរឲ្យស្រឡាញ់ម្នាក់ទៀតជាកូនប្រុសសង្ហាឆ្លាតវៃរបស់អ្នកទៀតអ្នកចំណេញលើសលប់ទៅទៀតប្រុសថោកទាបតែនាងនិយាយថានាងមិនមែនជាម្ដាយគេទេម្យ៉ាងវិញទៀតការរៀបការមិនមែនជាការដោះដូរទេនាងក៏មិនទាន់រកកូនប្រុសបង្កើតឃើញផងដូច្នេះក្មេងប្រុសនោះចាប់ដៃនាងភ្លាមឲ្យនាងមើលឲ្យច្បាស់ថាតើខ្លួនគេដូចកូនប្រុសនាងដែរឬទេមើលទៅក្មេងប្រុសតូចគួរឲ្យស្រឡាញ់នៅចំពោះមុខក្នុងសិតអារម្មណ៍នាងកូនប្រុសរបស់នាងក៏ធំប៉ុនគេដែរនាងនឹកឃើញដល់ពេលដែលនាងសន្លប់កាលពីមុនឃើញស្នាមកំណើតនឹកជើងកូនស្នាមកំណើតទើបគាត់ប្រញាប់ចង់ដោះជើងខោរបស់ក្មេងប្រុសមើលតែពេលនោះលោកប្រធានក៏មកដល់ឈប់ចាប់មនុស្សវិកលចរិតម្នាក់នេះអ្នកហ៊ានជេរខ្ញុំថាជាមនុស្សវិកលចរិតនៅណាត់ជួបគ្នាទៀតប្រធានគិតថាខ្លួនច្រឡំមនុស្សហើយក៏បញ្ជាឲ្យកូនចៅចាប់ស្រីម្នាក់នេះភ្លាមស្មានមិនដល់ថាអង្គរៈប្រធានជួនាងជាអង្គរៈផ្ទាល់ខ្លួនកូននេះស្រួបដួលនាងដល់ដីដើម្បីកុំឲ្យកូនប្រុសរបស់គាត់ត្រូវមករួមថ្នាក់ធ្វើបាបទៀតប្រធានក្រុមហ៊ុនក៏ភ្លាមជួនាងឲ្យខ្លាចជាអង្គរៈផ្ទាល់ខ្លួនរបស់កូនប្រុសគាត់ត្រូវទទួលខុសត្រូវតែរឿងជូនទៅទទួលលោកគ្រូក្មេងរៀងតែដល់ថ្ងៃដំបូងទៅទទួលក្មេងភាពប៉ិនប្រសពក្នុងការបាត់បង់របស់នាងគឺលុយឆៃណាស់ធ្វើឲ្យមនុស្សនៅទីនោះភ្ញាក់ផ្អើលគ្រប់គ្នាខ្ញុំមកលឿនពេកហើយមែនទេមិនក៏គ្មានអ្នកមកទទួលក្មេងសោះ
គេកំពុងជួបបារីនោះអីនាងជាក្រុមចាប់ចម្រិតមកលួចក្មេងហើយមើលទៅកន្លែងបែបនេះកុំបង្រៀនក្មេងឲ្យខូចអីអ្នកជាមនុស្សថោកទាបម្ដាយបង្កើតរបស់ក្មេងឈ្មោះស៊ីវយីគឺជាស្ត្រីឆ្កួតថ្មីនេះនាងចង់ដណ្ដើមស៊ីវយីយកទៅអ្នកជាម្ដាយស៊ីវយីដែលហាងពូជរឿងនិយាយមែនទេស្ត្រីឆ្កួតម្នាក់នោះខ្ញុំមិនមែនជាម្ដាយក្មេងនេះទេសម្រាមរបស់អ្នកត្រូវខ្ញុំហើយអ្នកនិយាយពាក្យមុននឹងម្ដងទៀតខ្ញុំថាសម្រាមរបស់អ្នកត្រូវខ្ញុំមិនមែនជាមនុស្សថោកទាបបែបនេះទេអាហោះមានរឿងអីបានជាអ្នកនិយាយមិនចេញមិនបានជាអ្នកចោទប្រកាន់ខ្ញុំបែបនេះធំប៉ុណ្ណឹងហើយនៅរឹងរូសទៀតខ្ញុំប្រាប់អ្នកអាហោះខ្ញុំសួរថាអ្នកបាត់ត្រូវគេមិនទុកវាទៅអាណាព្យាបាលសូមអ្នកស្ងប់អារម្មណ៍បន្តិចយ៉ាន់ហ្វីលេងម៉ាក់របស់ខ្ញុំទៅលេងម៉ាក់ខ្ញុំភ្លាមខ្ញុំជាក្មេងទេមនុស្សធំមិនអាចវាយក្មេងបានទេពិតជាកញ្ចប់ខ្ញុំទាំងពីរមែនម៉ាក់ខ្ញុំឆ្កួតហើយខ្ញុំជាមនុស្សធំតែគេនៅក្មេងទេសៀវយីវកុំវាយទៀតអីសុំខ្ញុំដោះស្រាយទៅឈប់អ្នកណាគេហ៊ានមាត់ច្រើនម្លេះខ្សែគ្រាប់កាំភ្លើងអ្នកជាម្ដាយរបស់ស៊ីវយីពីរអ្នកនឹងដូចជាឈួតហើយមើលទៅមិនក៏គេឃើញអ្នកណាក៏ថាជាម្ដាយគេទៅវិញហើយដល់វ័យក្មេងទាំងអស់នេះពាក់ខ្សែអូមួយរយៈនេះក្មេងមើលរឿងចាន់ឡាងកំពុងពេញនិយមទំនងជាពួកគេរៀនតាមតួអង្គនោះហើយលីនស៊ីវរូស្ត្រីម្នាក់នេះឈួតហើយនាងហ៊ានជួបបារីនៅមាត់ទ្វារសាលាមតៃខ្ញុំចង្អុលនាងតែបែរជាវាយខ្ញុំនាងបង្រៀនស៊ីវយឺឲ្យចេះវាយគ្នាស៊ីវយឺទៅប៉ុណ្ណឹងសោះហើយអ្វីបានជាអ្នកធ្វើផ្ទះញ៉ៃបែបនេះបើតាអ្នកខ្វល់តែរឿងក្មេងស្មោកគ្រោកនេះទេស្រីម្នាក់នេះស្លាប់ហើយអាខ្វិនស្អុយអ្នកជាអ្នកណាម៉ែគេមិនរស់ទេស្អីខ្ញុំក្រោះខ្ញុំមិននឹកខុសទេមែនទេគេហ៊ាននិយាយពីទោសលោកប្រធានឆេនអ្នកនិយាយអីមិនត្រឹមតែខ្វិនទេគេខ្លងហើយខ្វាក់ទៀតមិនចេះមើលផងចេះតែស្ដាប់គេនិយាយផ្ដេសផ្ដាសអ្វីដែលខ្ញុំឃើញគឺការពិតអ្នកវីពួកគេទាំងអស់មែនទេអញ្ចឹងអ្នកមើលកូនអ្នកផងទៅកូនប្រុសអ្នកត្រូវគេធ្វើបាបដល់ថ្នាក់ណាហើយកូនត្រីនេះអ្នកណាធ្វើហើយអ្វីមិនប្រាប់ប៉ាយឺតពេលហើយតើយំពេលនេះបានការអីអ្នកឈរនៅនឹងនិយាយឲ្យបានច្បាស់លាស់ចប់មិនចប់ទេមិនវីគឺអ្នកមិនស្កប់ចិត្តមែនទេលោកចេនគេរកឃើញថាលោកតូចជាអ្នកធ្វើឲ្យអ្នកខ្លាចចុចខាងក្រោមដើម្បីទស្សនាវគ្គបន្តដ៏អស្ចារ្យ